បាទសួស្តីអស់លោកស្រីនាងកញ្ញាជាទីមេត្រីបាទតបតាមសំណើសុំរបស់បាទទស្សនិកជនយើងបាទដែលចង់ឲ្យខ្ញុំបាទធ្វើនៅវីដេអូបាទវីដេអូណែនាំក្នុងការចុះឈ្មោះបាទប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំបាទតាមប្រព័ន្ធអនឡាញបាទដូច្នេះខ្ញុំបាទនឹងធ្វើវីដេអូនេះចែកជូននៅក្នុងវីដេអូនេះបាទដើម្បីចុះឈ្មោះបានបាទគឺយើងត្រូវចូលបាទទៅមើលសេចក្តីប្រកាសហើយបាទទៅតាម QR code បាទយើងចុចតាម QR code ហ្នឹងទៅបាទឬក៏ទៅតាម link ដែលក្រសួងបានដាក់ដែលភ្ជាប់ទៅនឹងបាទសេចក្តីប្រកាសហ្នឹងបាទហើយបន្ទាប់មកគឺយើងឃើញផ្ទាំងបែបនេះបាទនេះគឺសម្រាប់អ្នកថ្មីបាទគឺយើងមានឃើញបែបនេះបាទដោយខាងលើគឺយើងត្រូវការដាក់ Gmail បាទយើងបង្កើត Gmail ថ្មីហើយបើសិនជាបងប្អូនមាន Gmail រួចហើយយើងដាក់ Gmail ហ្នឹងទៅបាទបន្ទាប់ពីយើងដាក់ Gmail ហើយគឺយើងត្រូវបំពេញបាទឈ្មោះភាសាខ្មែរបាទហើយនៅខាងស្ដាំដៃឈ្មោះជាភាសាបារាំងភេទបាទយើងคลิกទៅលើភេទប្រុសស្រីបន្ទាប់មកទៀតគឺយើងដាក់លេខទូរស័ព្ទដើម្បីទំនាក់ទំនងបាទហើយនឹងថ្ងៃខែឆ្នាំកំណើតរបស់យើងបាទហើយជាចុងក្រោយនោះគឺយើងដាក់លេខ password បាទហើយ password ហ្នឹងគឺ password ថ្មីមិនមែនជា password email ចាស់របស់យើងដែលយើងបង្កើត Gmail នោះទេបាទនេះគឺ Gmail ថ្មីបាទនៅពេលដែលយើងដាក់ password ថ្មីហើយបាទគឺយើងត្រូវមានវាយវគ្គខ្លាំងគឺមានលេខមានអក្សរមានសញ្ញាអក្សរតូចធំបាទបន្ទាប់មកទៀតគឺយើងវាយបាទយើងវាយសារថ្មីហើយគឺយើងចុចបង្កើត create account បាទនៅពេលដែលយើង create account ហើយវានឹង load ទាំងបន្តមកដូចនេះបាទនេះយើងចុចយល់ព្រមហើយយើង update តែម្ដងបាទហ្នឹងហើយបងប្អូនបាទអញ្ចឹងបាទនៅពេលដែលយើងចូលមកដល់ចំណុចនេះគឺបាទជាចំណុចដែលនេះបេក្ខជនប្រឡងមន្ត្រីកសិកម្មឃុំឲ្យចូលបម្រើការក្នុងក្របខ័ណ្ឌបាទក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចំនួន372នាក់បាទអញ្ចឹងកន្លែងហ្នឹងហើយយើងមើលកន្លែងនេះបាទជំហានទី1គឺព័ត៌មានផ្ទាល់ខ្លួនបាទផ្ទាល់ខ្លួនរបស់យើងណាបាទអញ្ចឹងឥឡូវនេះយើងមើលមួយជំហាននេះគេដាក់ថាជ្រើសរើសអញ្ចឹងមានន័យថាឲ្យយើងជ្រើសរើសប៉ុស្តិ៍ដែលយើងដាក់អញ្ចឹងយើងទៅតាមភូមិឃុំរបស់យើងបងប្អូនទៅតាមខេត្តក្រុងរបស់យើងដែលចង់ដាក់នៅកន្លែងណាដែលមាននៅកន្លែងនេះបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំបាទនៅខេត្តបាត់ដំបងអញ្ចឹងនៅខេត្តបាត់ដំបងស្រុកបវលអញ្ចឹងណាបាទបាត់ដំបងស្រុកបវលឧទាហរណ៍បាទស្រុកបវលប៉ុន្តែនៅឃុំអីបាទបាត់ដំបងឃុំ7 5ដើមអញ្ចឹងស្រុកបវលឃុំ7 5ដើមនេះយើងដាក់ថាឃុំបវលស្រុកបវលឃុំ7 5ដើមបាទហ្នឹងបាទភេទបាទភេទប្រុសជនជាតិខ្មែរលេខទូរស័ព្ទការប្រឡងភាសាយើងយកភាសាអង់គ្លេសបាទហើយកម្រិតបាទនេះបើសិនជាបងប្អូននៅកម្រិតវិទ្យាល័យយើងគូសគ្រីសកម្រិតវិទ្យាល័យមកណាបងប្អូនណាបាទហើយយើងដាក់ឈ្មោះសាលារបស់យើងមកឧទាហរណ៍ថាវិទ្យាល័យអីបាទដាក់ឈ្មោះវិទ្យាល័យយើងមកបាទអញ្ចឹងសម្រាប់បងប្អូនដែលជាប់ថ្នាក់ទី12បាទហើយបើសិនជាយើងបាទកម្រិតបាទគ្រឹះស្ថានសិក្សានេះយើងដាក់ឈ្មោះមកអញ្ចឹងណាបាទបងប្អូនបាទហើយអានេះគឺកម្រិតវិទ្យាល័យអញ្ចឹងបើសិនជាយើងបាទបរិញ្ញាបត្រយើងគូសកន្លែងបរិញ្ញាបត្រហ្នឹងមកដាក់កន្លែងបរិញ្ញាបត្រហ្នឹងហើយពិការភាពបើសិនជាបងប្អូនមានពិការភាពយើងដាក់មកបាទហើយយើងដាក់ថាបាទរៀបរាប់អំពីពិការភាពរបស់យើងណាបាទឆ្អឹងអីចឹងទៅណាបាទឬក៏ពិការដៃពិការជើងអីចឹងណាបាទ
nó nhưng đã chạy đây bao giờ mất bạn đây rồi có bị ca đây vậy chẳng á bị ca bạn bị ca đây rồi coi dân ăn chẳng cây chẳng á bà nhưng mà sẽ xe bà bà cho kẻ chân tay bà hai cái này ní tí cần lan cầm nát bao bóng ồn bà chẳng tí cần lan cầm nát dân đã máu dân cài nào ná bà đôi nhóm nhẹ sọc bạn bón bà ta cát bát bạn tầm bón sọc bò vớ bà vợ miến bà khung bò vớ bà khung bò vớ thúm bà bò vớ bò vớ pi bà cần lan cầm nát bà sống to bà đi bà cần lan nát khung vớ sao có vớ khung cầm bóng bà cầm bóng chân năng mùi bà này cứ chia buồn mềm toạc luôn bao giờ hai bài chợ bán dân chia ấy dân chia đi sách rồi có chia mình tây đi cá rồi có kêu cây sòn giá rồi có mình tây cây sòn già chẳng mà xin chỉ dân bà mình chia bàn dân chia ấy dân đã nâng máu bà chẳng dân đi sách dân đã đi sách máu bà hãy mua bao giờ ngày khai năm cầm nát đi chỉ mà bao giờ đi sách chấm nín ấy nhưng đã chấm nín bao ôn máu bà rồi còn nhẹ khang cục crôn ngay nhưng đã cục crôn rồi cả sự cam ấy chẳng ngắn nè bà cục crôn bà rồi có dân riêng ấy dân đã đang máu đó bà ní lê cho tạo sản bán bà ní lê tạo sản bán bao giờ đã lê cho tạo sản bán máu bà thấyต่อมาទៀតយើងរើសជ្រើសរើសរូបភាពបាទរើសរូបភាពរបស់យើងមកយើងទុកនៅត្រង់ណាអញ្ចឹងណាបាទសម្រាប់ការជ្រើសរើសរូបថតដោយសារតម្រូវឲ្យយើងយក 4x6 ផ្ទៃក្រោយពណ៌សអញ្ចឹងខ្ញុំបានsave ហើយអញ្ចឹងខ្ញុំចូលទៅយករូបភាពតែម្ដងបាទអូខេតបហើយយើងត្រូវពិនិត្យមើលជំហានទី1របស់យើងតើបានត្រឹមត្រូវអស់ហើយឬនៅមានកន្លែងណាដែលត្រូវកែទៀតឬអត់បាទអញ្ចឹងកន្លែងនេះឧទាហរណ៍បាទខ្ញុំដាក់ចឹងទៅក៏បានដែរបាទបាទនេះវងបាទបើសិនជាយើងអត់មានអ្វីកែប្រែទៀតទេបាទយើងរក្សានឹងចុចកន្លែងរក្សានឹងទៅខាងមុខបាទយើងទៅបំពេញព័ត៌មានមួយទៀតបាទនេះព័ត៌មាននេះទាក់ទងតំណែងបាទអញ្ចឹងអាស័យដ្ឋានបច្ចុប្បន្នយើងនៅឯណាបាទអញ្ចឹងយើងបាទដាក់អាស័យដ្ឋានបច្ចុប្បន្នបាទអញ្ចឹងអាស័យដ្ឋានបច្ចុប្បន្នយើងដាក់ផ្ទះលេខរបស់យើងមកបាទនេះខ្ញុំដាក់លេខផ្ទះរបស់ខ្ញុំផ្លូវបាទអត់មានទេបាទប៉ុន្តែយើងត្រូវតែបំពេញដោយសារតែវា
đã sẽ nhập cài đấy cứ mình đây trời bằng pính và lấy ở miền tế rít thì ní dân ca nơi khai ná ở phải chụp bắn nó dân đâu ná định đạn thằng nắng và những bạn đã nữ bà khai bắt đầm bòn nên chơi bạn bóng bòn bà lấy xe nó bà bắt đầm bón bà hai sọc bà sọc bò vớ bà khúng búa vớ thì xa phun bao nhông về tập bạc cái tập bạc mấy chẳng miền tại không bảo vờ tạm bớt không bồ vờ á bà cái bạc không mùi tiệt bảo vớ phúm bạc bò vớ pì bà một vùng không dương màu bà tâm nẹ lên đèn nẹ tầm đông nắp nằm pính bà cho mua nẹ ná cái dân đã cho mua đại dân ạch nẹ tầm đông đâu nằm pính bán đấy bà nếu như đã lấy cọt nó đó bà chân dân đã lấy để nè đại dân ai từ nè tầm ban được nằm pính dân đã cho một cọt máu hay trâu chè vậy nâng dớn đã máu bóng ô và cái bóng ôn chỉ đồn môi bà hay thì cần lại thời ca rồi cọc tiêu bảo quạt bà chắc dân đã máu hay lấy tu sáp từ nè tầm bảo quạt tọp máu còn bà hai dân cho để xa nâng tầm một bàn tỏ chân dân nâng bóng pính nơi lẹ khánh bà thì bày bà xin chỉ dân nào liếu dân đã nào liêu hóa dân để xá tầm một bà chấn bà dân riệp cá dân đã cô kri lại riệp cá hai dân bồng pin mua ở đây một pôn dân chẳng á bà ở đây rồi một pôn chẳng á bà dân đã cho một cọt máu bà hai ngày khai năm cái này bảo cọt chẳng á bà dân đã ngày khai cho năm cái nát bọc cọt máu hay khai đại cọt thì cần lại cầm nát bọc cọt bà là cái nào ná bà khai bắt tầm bóng sọc bà bỏ vớ không bà bỏ vớ bà bắt nó bà không bỏ vớ bà bà hiện đã mình pin po miền đằng máu trắng lệ khan và to tiết cứ cầm rật bảo thò bọc quát riêng đó là một bọt vậy chẳng á bà trắng cầm rật bảo thò bọc quát hiện đã máu bà hai một bọt bọc quát vậy bà đã tới một bò cọt chỉ vào co lộ đô thời sai ấy chẳng á bà thấy nên miên côn ọt bà miên côn cứ dân đã tham miên côn bà chấm nuốn mùi né bà xong một bên po đầm miên lại bàn trầm trời trắng miên côn chấm nuốn bà say muối lấy tên ní dọc lấy răng hả bà muối bà sấy mùi bà ok chắc dân bà bằng pin po miên rủi ro ở hái dân từ một bàn to tiệt bà từ một bàn to tiết cứ đo trong hiên thị buồn bà ní cứ chia po miên tiệt tôn cho môi nâng mà đai ở phục mà đai bong po một cạt bao giờ bà trắng ở phục bao giờ mua ấy dân đã mua bà ở phục bao giờ máu bà trắng nhân đã máu đã mua ở phục bao giờ ở từ tam sẽ bọt cái này rồi coi tại xem bàn bao giờ á bà hai con card nó năm ná bà lại nó cứ miên đâu không sẽ bọt cái này bao giờ á
យើងទៀមទាត់មើលកន្លែងសបុតកណាតរបស់យើងគឺមានថ្ងៃខែឆ្នាំកណាតរបស់ពុកម្ដាយរបស់យើងបាទ1959បាទហើយស្ថានភាពបច្ចុប្បន្នគាត់ស្លាប់ឬរស់បើគាត់រស់យើងដាក់គ្រីសនៅរស់បើស្ថានភាពគាត់ស្លាប់យើងដាក់ស្លាប់ដោយសារឪពុករបស់ខ្ញុំគាត់ទូមរណភាពហើយខ្ញុំគូគ្រីសកន្លែងស្លាប់បាទហើយម្ដាយឈ្មោះអីបាទឈ្មោះម្ដាយយើងបាទសរសេរចូលមកបាទសរសេរឈ្មោះមកហើយថ្ងៃខែឆ្នាំកណើតរបស់គាត់ណាបាទយើងដាក់មកដាក់តែឆ្នាំទេបាទឆ្នាំ61បាទបាទ1961បាទដាក់មកស្ថានភាពបច្ចុប្បន្នគាត់នៅរស់អញ្ចឹងមុខរបររបស់គាត់ធ្វើអីយើងដាក់មកបាទអាសយដ្ឋានបច្ចុប្បន្នគឺនៅភូមិបាទដាក់ឈ្មោះមកបាទឈ្មោះបាទដាក់ភូមិឃុំបាទស្រុកបាទឈ្មោះភូមិឃុំស្រុកមកបាទខេត្តបាទមានបងប្អូនប៉ុន្មានអ្នកបាទបងប្អូនមានចំនួនទាំងអស់ព្រមទាំងសម័យខ្លួនយើងផងសម្រាប់ខ្ញុំ4នាក់បាទស្រី1នាក់បាទអញ្ចឹងបន្ទាប់ពីយើងបំពេញព័ត៌មាននេះហើយយើងរក្សានឹងទៅមុខបាទឥឡូវយើងចូលដល់ដំណាក់កាលទី5អញ្ចឹងដំណាក់កាលទី5គឺប្រវត្តិការងារបាទអញ្ចឹងប្រវត្តិការងាររបស់យើងយើងធ្លាប់ធ្វើការអីណាចូលកន្លែងនេះគឺសំខាន់បងប្អូនបាទអញ្ចឹងកន្លែងនេះគឺសំខាន់បច្ចុប្បន្ននេះយើងធ្វើការនៅណាហើយបាទអានេះគឺប្រវត្តិការងារគឺថ្ងៃចូលធ្វើការបំពេញយើងចូលធ្វើការនៅថ្ងៃណាឥឡូវខ្ញុំឧទាហរណ៍ថាអញ្ចឹងថ្ងៃបញ្ចប់ការងារយើងឥឡូវនេះគឺខ្ញុំនៅតែធ្វើការនៅឡើយទេគឺខ្ញុំគ្រាយកបច្ចុប្បន្នប៉ុន្តែបើសិនជាយើងឈប់នៅថ្ងៃណាថ្ងៃណីគឺយើងដាក់ថ្ងៃដែលយើងឈប់ពីការងារហ្នឹងប៉ុន្តែឥឡូវដោយសារតែឧទាហរណ៍ថាយើងនៅបច្ចុប្បន្នបាទអញ្ចឹងគឺយើងគ្រាសយកកន្លែងបច្ចុប្បន្នហើយយើងដាក់ឈ្មោះអង្គការរបស់យើងមកបាទដែលយើងធ្វើការអង្គភាពណាបាទឧទាហរណ៍បាទឈ្មោះដាក់អង្គការយើងស្ថាប័នដែលយើងធ្វើការមកបាទហើយមុខតំណែងអីបាទយើងដាក់មកបាទអ្នកសម្របសម្រួលសហគមន៍អីចឹងទៅបាទរាជធានីខេត្តនៅណាអញ្ចឹងយើងធ្វើនៅសៀមរាបឧទាហរណ៍រាជធានីខេត្តសៀមរាបបាទអញ្ចឹងរួចហើយយើងរក្សាទុកទៅមុខបាទអញ្ចឹងដល់ដំណាក់កាលទី6បន្ទាប់ចុងក្រោយគឺយើងយកអត្តសញ្ញាណប័ណ្ណគឺយើងជ្រើសរើសយកឯកសារមកដែលយើងរក្សាទុកអញ្ចឹងបាទយើងរក្សាទុកនៅណាយើងចូលទៅយកមកបាទយើងចូលទៅយកមក
បាទយើងចូលទៅជ្រើសរើសមកដាក់ក្នុងនឹងមកគឺយើងជាការស្រេចហើយយើងចូលទៅជ្រើសរើសវិញ្ញាបនបត្រឬសមមូលបាទលក្ខខណ្ឌជ្រើសរើសបាទយើងចូលរកឯកសារយើងមកបាទអញ្ចឹងយើងឧទាហរណ៍បាទនេះក្រៅពីយើងបន្ទាប់ពីយើងបាទupload file ជារូបភាពចូលទៅក្នុងនឹងហើយគឺបាទរួចហើយគឺយើងមើលលក្ខខណ្ឌបន្តទៀតនេះលិខិតបញ្ជាក់រដ្ឋបាលដោយប្រធានស្ថាប័នសុពលភាព3ខែសម្រាប់មន្ត្រីរាជការហ្នឹងគឺសម្រាប់តែមន្ត្រីរាជការទេដែលបើយើងមិនមែនជាមន្ត្រីរាជការទេយើងមិនចាំបាច់ដាក់ទេគឺយើងចុចកន្លែងរក្សាទុកបាទនេះគឺចប់បាទចប់ហើយបាទអញ្ចឹងគឺបាទអញ្ចឹងគឺយើងផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានរបស់យើងបាទនេះគឺជាពាក្យរបស់យើងដែលយើងដាក់ហ្នឹងបាទភូមិឃុំអីចឹងទៅបាទហើយលេខទូរស័ព្ទតំណហ្នឹងគឺយើងបំពេញមិញហ្នឹងឯងបាទអូខេអញ្ចឹងបាទទីកន្លែងកំណើតអីហ្នឹងលក្ខខណ្ឌដែលយើងពេញមិញហ្នឹងបាទអញ្ចឹងបន្ទាប់មកគឺយើងបណ្ឌិតហើយគឺយើងចុចពាក្យកន្លែងនេះខ្ញុំបាទនាងខ្ញុំសូមធ្វើការធានាទទួលខុសត្រូវចំពោះមុខច្បាប់អំពីព័ត៌មានបំពេញខាងលើនេះពិតជាត្រឹមត្រូវបាទបន្ទាប់បើយើងមើលម្ដងហើយម្ដងទៀតធានាបញ្ជាក់ថាត្រឹមត្រូវហើយគឺយើងបាទចុចពាក្យដាក់ចុចស្នើពាក្យនេះបាទចុចស្នើពាក្យហ្នឹងហើយគឺបានហើយអញ្ចឹងប្រព័ន្ធនឹងធ្វើការបាទពិនិត្យមើលបាទហើយយើងពេលដែលយើងដាក់ពាក្យហើយគឺយើងអាចបាទដាក់ពាក្យបានហើយគឺយើងត្រឡប់ទៅមើលអ៊ីមែលមើលនឹងជាដំណាក់កាលបន្តទៀតបាទអញ្ចឹងនៅក្នុងវីដេអូនេះបាទខ្ញុំបាទសូមបាទចែករំលែកជូនតែប៉ុណ្្នឹងទេហើយបាទជាមួយគ្នានេះដែរបាទក៏ខ្ញុំសូមអរគុណបាទសូមជម្រាបលាសង្ឃឹមថាវីដេអូនេះអាចជួយជាបាទការនាំផ្លូវដល់បងប្អូនទាំងអស់គ្នាក្នុងការដាក់ពាក្យប្រឡងមន្ត្រីកសិកម្មឃុំបានដាក់ពាក្យបានជោគជ័យទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាប៉ុន្តែមុននឹងជម្រាបលាទៅបាទសូមជូនពរឲ្យលោកស្រីទាំងអស់គ្នាជួបប្រទេសទាំងពុទ្ធតព4ប្រការអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយបាទសូមអរគុណសូមជម្រាបលា